ក្តៅថ្មីពិតជាផ្កើនមែនពិតជាឌឺមែនគ្រាន់តែក្បួនយោធាក្រុមអ្នកសង្កេតការអាស៊ាន IOT បើកឡានមិនទាន់ផុតភូមិព្រៃច័ន្ទបានប៉ុន្មាននាទីផងស្រាប់តែយោធាថៃបាននាំគ្នាប្រដាប់ដោយខែលដំបងក្របបែកកំភ្លើងចូលមកឥឡូវនេះថ្មីតែម្ដងបាទចូលមកជាយាមរាយបន្លាលុះបាទហើយជាយាមចង់ចាប់ពលរដ្ឋរបស់យើងតែម្ដងគេដើរឆ្កាដៃឆ្កាជើងបងប្អូនឃើញហើយគឺគេដើរដូចជាមិនខ្លាចក្រុមអ្នកសង្កេតការអាស៊ានតតែសោះបងប្អូនឃើញហើយប្រដាប់ដោយកំភ្លើងខែលក្របបែកដ្រូនហើយចូលមកបាទរាយបន្លាលុះជាច្រើនហើយបងប្អូនឃើញហើយថ្មីក្តៅមិញហ្នឹងបងប្អូនមិញហ្នឹង